ក្រោយពីបងប្អូនវាយលេខសម្ងាត់ហើយនឹងលេខទូរស័ព្ទបានត្រឹមត្រូវគឺវានាំបងប្អូនមកកាន់ផ្ទាំងនេះតែម្ដងអញ្ចឹងនៅក្នុងផ្ទាំងនេះគឺមាន app ចំនួន2 app ដែលបងប្អូនឃើញនេះគឺជា app ប៉ាជើងពន្លឺជីវិតហើយជា app ប៉ាជើងលំនាំធាតុដែលគេប្រើប្រាស់ដើម្បីព្យាករណ៍ខ្សែជីវិតបាទហើយ app មួយទៀតគឺ app បតិទិនមាសបាទ app បតិទិនមាសគឺជា app មួយរើសវេលាល្អអញ្ចឹងបងប្អូនចុចលើហ្នឹងណា app បតិទិនមាសបើសិនបងប្អូនចង់ប្រើប៉ាជើងពន្លឺជីវិតបងប្អូនចុចលើប៉ាជើងពន្លឺជីវិតបើសិនបងប្អូនចង់ប្រើបតិទិនមាសគឺបងប្អូនចុចលើបតិទិនមាសមកគឺវាចេញមកលឿនអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំចង់ប្រើមុខងារ app បតិទិនមាសបាទបតិទិនមាសអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ផ្ទាំង app បតិទិនមាសនេះគឺបងប្អូនអត់អាចប្រើផ្ទាល់បានទេគឺបងប្អូនត្រូវបន្ថែមសមាជិកសិនបានន័យថាមនុស្សដែលយើងចង់មើលបាទមនុស្សដែលយើងចង់មើលឧទាហរណ៍ថាខ្ញុំចង់មើលកូនខ្ញុំតាក់ទងរាសីឆ្អឹងរបស់គាត់តើរាសីឆ្អឹងរបស់គាត់ប្រមាណអញ្ចឹងខ្ញុំចុចលើសញ្ញាក្បាលមនុស្សសិនដើម្បីបន្ថែមឈ្មោះគាត់ហើយនិងថ្ងៃខែឆ្នាំកំណើតរបស់គាត់អឺម៉ោងកើតរបស់គាត់នៅក្នុងប្រព័ន្ធសិនបាទខ្ញុំចុចលើសញ្ញាក្បាលមនុស្សចុចទៅគឺវាមានជម្រើស3សមាជិកប៉ាជឺខ្ញុំអត់រើសអាហ្នឹងទេសមាជិកបតិទិនមាសខ្ញុំបាទគឺខ្ញុំយកអានេះហើយនឹងចាកចេញអញ្ចឹងយើងប្រើសមាជិកបតិទិនមាសខ្ញុំណាបងប្អូនណាយើងចុចអារឿងនៅពេលដែលយើងចុចអានេះគឺបងប្អូននឹងឃើញវាដាក់ពាក្យថាបន្ថែមសមាជិកអញ្ចឹងបងប្អូនឃើញចំនួនប្រមាណ49អញ្ចឹងបានន័យថាបងប្អូនអាចបញ្ចូលមនុស្សបាន49ចុះបើសិនបងប្អូនចង់បញ្ចូល50នាក់បានអត់បានទេគឺវាអនុញ្ញាតឲ្យយើងបញ្ចូលបានតែ49នាក់បើសិនបងប្អូនឃើញ5អាហ្នឹងគឺបញ្ចូលបាន5នាក់ឃើញ2បញ្ចូលបាន2នាក់ឃើញ10បញ្ចូលបាន10នាក់អញ្ចឹងចំនួនហ្នឹងគឺជាចំនួនសមាជិកឬក៏កូតាដែលបងប្អូនអាចបញ្ចូលបានណាបញ្ចូលបានឥឡូវគឺខ្ញុំចុចលើពាក្យបន្ថែមសមាជិកមកខ្ញុំចង់មើលឲ្យកូនខ្ញុំគឺគៀនរិនណាខ្ញុំវាយនរិនអញ្ចឹងទៅឈ្មោះរបស់គាត់ខ្ញុំជ្រើសរើសភេទរបស់គាត់គឺភេទប្រុសគាត់កើតនៅឆ្នាំណាដើម្បីប្រើប្រាស់មុខងារថ្លឹងរិស័យឆ្អឹងហ្នឹងគឺតម្រូវឲ្យយើងនឹងស្គាល់ថ្ងៃខែឆ្នាំកំណើតពេញលេញហើយជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដគាត់កើតឆ្នាំ2014ហើយខែប្រមាណខែវិច្ឆិកាថ្ងៃទីប្រមាណថ្ងៃទី6វេលាម៉ោងប្រមាណវេលាម៉ោង5:59នាទីអញ្ចឹងគឺខ្ញុំរើសឲ្យបានត្រឹមត្រូវបាទឲ្យបានត្រឹមត្រូវ59នាទីអញ្ចឹងខ្ញុំយកប៉ុណ្្នឹងអញ្ចឹងមុននឹងបងប្អូនចុចពាក្យថារក្សាទុកគឺបងប្អូនត្រូវពិនិត្យមើលឲ្យបានគត់មុតថាតើបងប្អូនបញ្ចូលទិន្នន័យបានត្រឹមត្រូវអត់ឈ្មោះត្រឹមត្រូវអត់ភេទបានត្រឹមត្រូវអត់ឆ្នាំខែថ្ងៃហើយនិងម៉ោងកើតបានត្រឹមត្រូវអត់ឥឡូវគឺខ្ញុំពិនិត្យមើលឃើញត្រឹមត្រូវហើយខ្ញុំចុចពាក្យរក្សាទុកបើសិនជាបងប្អូនអត់ទាន់ត្រូវហើយចុចពាក្យរក្សាទុកណាខុសអញ្ចឹងគឺបងប្អូនអត់អាចកែបានទេអត់អាចកែបានទេដើម្បីកែបានគឺបងប្អូនត្រូវតែធ្វើសំណើមកកាន់ក្រុមការងារខ្ញុំអញ្ចឹងខាងខ្ញុំគឺឆាចថ្លៃសេវាយកថ្លៃសេវារដ្ឋបាលហ្នឹងគឺចំនួន$10ធ្វើអញ្ចឹងមិនមែនដើម្បីចង់បានលុយទេគឺក្នុងន័យមួយគឺឲ្យបងប្អូនមានការប្រុងប្រយ័ត្នកាលណាប្រុងប្រយ័ត្នទៅការងារវាស្រួលទាំងអស់គ្នាបានន័យថាបងប្អូនក៏មិនពិបាកខ្ញុំខ្លួនឯងក៏មិនពិបាកបាទអូខេឥឡូវខ្ញុំចុចពាក្យរក្សាទុកហើយក្រោយពីពិនិត្យមើលឃើញថាត្រឹមត្រូវបាទត្រឹមត្រូវអឺគឺឥឡូវវាចូលដល់ផ្ទាំងនេះវិញបាទចូលដល់ផ្ទាំងនេះវិញគឺយើងអាចប្រើប្រាស់បានហើយអញ្ចឹងបងប្អូនចុចយកគេមុខងារយើងមានច្រើនគឺមានមុខងារហុងស៊ុយលំនៅឋានថ្លឹងរិស័យឆ្អឹងហើយនឹងរើសវេលាល្អរើសវេលាល្អមានកម្មវិធីច្រើនណាស់នៅខាងក្រោមមានច្រើនមែនតើអញ្ចឹងឥឡូវគឺខ្ញុំចង់ថ្លឹងរិស័យឆ្អឹងឲ្យកូនខ្ញុំគឺខ្ញុំចុចថាថ្លឹងរិស័យឆ្អឹងចឹងនៅពេលដែលយើងចុចលើនេះឃើញវាបញ្ញាក់អារម្មណ៍ថាដើម្បីប្រើប្រាស់មុខងារនេះត្រូវតែបងប្អូនមានថ្ងៃខែឆ្នាំកំណើតពេញលេញហើយពិតប្រាកដបើបងប្អូនអត់មានថ្ងៃខែឆ្នាំកំណើតពេញលេញនឹងពិតប្រាកដទេมันអាចប្រើប្រាស់មុខងារនឹងបានទេព្រោះថ្លឹងរិស័យឆ្អឹងតើតែយើងដឹងទាំងអស់ទាំងតួឆ្នាំតួខែតួថ្ងៃហើយតួម៉ោងបាទតួម៉ោងហើយជាថ្ងៃខែឆ្នាំកំណើតពិតប្រាកដទៀតឥឡូវខ្ញុំរើសឈ្មោះខ្ញុំមើលឲ្យនរិនអញ្ចឹងខ្ញុំចុចយកនរិនមកគឺផ្សេងទៀតគឺបងប្អូនឃើញគឺវាទាញយកទិន្នន័យដែលយើងបានបញ្ចូលមិញគឺស្វ័យប្រវត្តិបងប្អូនអត់ចាំបាច់ត្រូវចុចលើអីទេព្រោះចុចក៏អត់បានដែរវាឲ្យ slay ហ្មងណាបាទអញ្ចឹងគឺបងប្អូនគ្រាន់តែចុចលើពាក្យស្វែងរកជាការស្រេចនៅពេលដែលចុចលើស្វែងរកបងប្អូនឃើញវាស្វែងរកលឿនមែនតើបាទលឿនមែនតើហ្មងល្បឿននេះមិនធម្មតាមិនធម្មតា
chắc bóng ôn khơi vì chia co sai sự vật chu nói chỉ ruộng cứ sân tua research chẳng câu chống cứ pet pro cầm rất research bọc quát cứ lõ 82% ban này tha lõ mình tén aiอายุសង្គមរស់របស់គាត់គឺប្រហែល77ឆ្នាំហើយកម្រិត research អង្គរបស់គាត់គឺ6ឈាន6ឈាននេះគឺស្មើនឹង8តម្លឹងណាបងប្អូន8តម្លឹងមកធ្ងន់ឆ្អឹងហ្នឹងគឺធ្ងន់ណាស់ហើយវាសនាលើកស្ទួយមុខមាត់ដូនតាបាទដូនតាហើយវ័យរៀបការដែលល្អរបស់គាត់គឺចន្លោះពី26ទៅកាន់30ឆ្នាំណាបងប្អូនហើយឥឡូវយើងមើលនីទួគឺបានន័យថាការព្យាករឬក៏ការចង្អុលបង្ហាញឥឡូវតើគេនីទួថាម៉េចមានភ័ព្វសំណាងពេញមួយជីវិតពិសេសលើការសិក្សាអញ្ចឹងបងប្អូនអានអានេះគឺអានដោយការប្រុងប្រយ័ត្នមួយទៅបងប្អូននឹងយល់អំពីជោគវាសនាជារួមរបស់កូនចៅរបស់បងប្អូនឬក៏បងប្អូនខ្លួនឯងតែម្ដងទី2អាចលើកស្ទួយវងត្រកូលដោយសារប្រឡងជាប់បាទដោយសារប្រឡងជាប់ទី3នឹងមានអាហារហូបចុកគ្រប់គ្រាន់រស់នៅក្នុងជីវភាពធូរធារបាទធូរធារទី4គឺមានបញ្ញាឆ្លៀវវៃឧស្សាហ៍ព្យាយាមរៀនពូកែមានមហិច្ឆតាខ្ពស់តាំងពីកុមារភាពបាទកុមារភាពហើយចុងក្រោយគឺអ្វីត្បិតតែខ្វះសំណាងពេលខ្លះហើយនឹងបាត់ពិសោធន៍ក្នុងយុវវ័យក៏ដោយក៏លោកអ្នកមានសេចក្តីក្លាហានទេពកោសល្យឧស្សាហ៍ព្យាយាមដូច្នេះនឹងមានសំណាងលុយកាក់និងការងារចាប់ពីមជ្ឈមវ័យឡើងទៅអញ្ចឹងបងប្អូនគ្រាន់អានយកចិត្តទុកដាក់ទៅគឺបងប្អូននឹងដឹងអំពីជោគវាសនារបស់កូនចៅរបស់បងប្អូនសំណួរសួរថាតើវិធីសាស្ត្របែបនេះគឺត្រឹមត្រូវកម្រិតខ្ពស់ទេគឺត្រឹមត្រូវក្នុងរង្វង់90%បានន័យថាបើសិនតែយើងមើលលើមនុស្ស100នាក់គឺ90នាក់ត្រូវខុសទៅ10នាក់ទេមែនតើលើโลกនេះគ្មានអ្វីដែលល្អឥតខ្ចោះទេសូម្បីក្នុងវិទ្យាសាស្ត្រពិតក៏ដោយនៅក្នុងគណិតវិទ្យាក៏ដោយក្នុងរូបវិទ្យាក៏ដោយក្នុងគីមីក៏ដោយក្នុង statistics ក៏ដោយគឺត្រូវតែមាន error កើតឡើងហើយมันអាច100លើ100ទេលើโลกនេះគ្មានអ្វីដែលល្អឥតខ្ចោះទេប៉ុន្តែបើសិនណាវាអាចនីទួឬក៏ព្យាករត្រូវក្នុងកម្រិត90%នេះគឺអស្ចារ្យខ្លាំងណាស់អស្ចារ្យខ្លាំងណាស់បាទនេះគឺជាក្បួនឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង